នៅសតវត្សទី21នេះពេលវេលាប្រៀបដូចជាលុយអីចឹងមនុស្សបច្ចុប្បន្នអារម្មណ៍របស់ពួកគេផ្លាស់ប្ដូរលឿនណាស់ហើយអតិថិជនខ្លះមិនដឹងថាពួកគេចង់បានផលិតផលឬសេវាកម្មអ្វីក៏មានអតិថិជនក្នុងសម័យនេះមិនសូវមានភាពអត់ធ្មត់រង់ចាំនៅអ្វីដែលពួកគេចង់បាននោះទេអតិថិជនខ្លះនឹងផ្ដាច់ការកម្មង់របស់អ្នកភ្លាមប្រសិនបើមានក្រុមហ៊ុនណាមួយមានផលិតផលដូចអ្នកហើយសេវាកម្មរបស់គេលឿនជាងអ្នកនោះអតិថិជនរបស់អ្នកនឹងរត់ទៅរកកន្លែងដែលមានសេវាកម្មលឿននោះវិញជាក់ជាមិនខានដូច្នេះហើយកិច្ចការចាំបាច់ដែលត្រូវធ្វើនោះគឺបង្កើតកេរ្តិ៍ឈ្មោះនិងភាពជឿជាក់ទៅដល់អតិថិជនរបស់អ្នកឲ្យរហ័សទាន់ចិត្តនិងផលិតផលដែលមានគុណភាពនៅពេលដែលអតិថិជនរបស់អ្នកស្នើសុំឲ្យអ្នកធ្វើអ្វីមួយអ្នកត្រូវធ្វើរឿងនោះភ្លាមឲ្យលឿនបំផុតដើម្បីឲ្យពួកគេភ្ញាក់ផ្អើលពីការយកចិត្តទុកដាក់និងសេវាកម្មលឿនរហ័សទាន់ចិត្តរបស់អ្នកត្រូវដឹងថាមនុស្សដែលយកចិត្តទុកដាក់លើការកសាងកេរ្តិ៍ឈ្មោះរបស់ពួកគេនោះពួកគេនឹងមានឱកាសទទួលអតិថិជននិងការគាំទ្រយ៉ាងពេញទំហឹងពីអតិថិជនគ្រប់ទិសទីដែលធ្វើឲ្យពួកគេរឹតតែមានឱកាសកាន់តែច្រើនក្នុងការជោគជ័យលើមុខជំនួញរបស់ពួកគេអ្នកឡើងភ្នំដែលបានឡើងដល់កំពូលភ្នំនីមួយៗគឺត្រូវឆ្លងកាត់នូវការលំបាកជាច្រើនជីវិតនិងការងាររបស់អ្នកគឺប្រៀបដូចជានឹងការឡើងភ្នំអញ្ចឹងដែរពេលខ្លះត្រូវឈប់សម្រាកមួយភ្លេតសិនដើម្បីយកកម្លាំងរៀបចំយុទ្ធសាស្ត្រនិងជំហរដើម្បីបន្តដំណើរទៅមុខទៀតដូចមានពាក្យមួយបានពោលថាជីវិតប្រៀបដូចជាការឈានជើងដើរអញ្ចឹងបើយើងបោះជើងស្ដាំនោះជើងឆ្វេងរបស់យើងនៅពីក្រោយជើងស្ដាំហើយបើយើងបោះជើងឆ្វេងទៅមុខនោះជើងស្ដាំរបស់អ្នកនឹងនៅពីក្រោយជើងឆ្វេងរបស់អ្នកវិញម្ដងវាមានន័យថាដំណើរជីវិតវាមានអតីតកាលនិងអនាគតរៀនសូត្រពីអតីតកាលដើម្បីកែច្នៃអនាគតនៅក្នុងលំហអាជីវកម្មក៏ដូចអញ្ចឹងដែរវាមានឡើងវាមានចុះអញ្ចឹងហើយពេលចុះត្រូវរៀបចំយុទ្ធសាស្ត្រដើម្បីធ្វើឲ្យវាឡើងវិញហើយពេលឡើងត្រូវមានយុទ្ធសាស្ត្រទុកបំរុងព្រោះថាការធ្វើអាជីវកម្មវាគឺជារឿងមួយដែលប្រកួតប្រជែងបំផុតពេលចុះខ្សោយត្រូវរកជំនួយនិងអត់ធ្មត់ហើយពេលឡើងខ្លាំងត្រូវប្រុងប្រយ័ត្ននិងអភិវឌ្ឍខ្លួនជានិច្ចសប្តាហ៍ថ្ងៃនេះយើងឃើញថាប្រព័ន្ធអ៊ីនធឺណិតនិងបច្ចេកវិទ្យាត្រូវបានគេពង្រីកទៅកាន់គ្រប់ទិសទីដែលវាបានធ្វើឲ្យអ្នកជំនួញជាច្រើនរឹតតែប្រុងប្រយ័ត្ននិងខិតខំដើម្បីដើរឲ្យទាន់សភាពការនិងមានភាពបត់បែនខ្ពស់ទៅតាមបរិបទផ្សេងៗដែលបច្ចេកវិទ្យាទាំងនោះកំពុងវិវត្តដូច្នេះអ្នកត្រូវមានការអភិវឌ្ឍទាំងនៅលើសមត្ថភាពផ្ទាល់ក៏ដូចជាទាំងនៅលើទស្សនវិស័យវែងឆ្ងាយរបស់ខ្លួនផងដែររៀបចំផែនការរយៈពេល3ទៅ5ឆ្នាំរៀបចំផែនការយុទ្ធសាស្ត្រ ABC ដើម្បីបំរុងទុកកុំធ្វើតាមអារម្មណ៍ចង់ធ្វើតែមួយឆាវហើយក៏បាត់ទៅវិញឲ្យសោះដូច្នេះគួរក្រើនរំលឹកខ្លួនឯងជាប្រចាំថាអ្វីៗទាំងអស់នៅក្នុងជីវិតរបស់អ្នកវាមានឡើងវាមានចុះពេលឡើងត្រូវបំរុងពេលចុះត្រូវពង្រីកអ្នកត្រូវមានទំនុកចិត្តតាំងអារម្មណ៍និងសម្រួលអារម្មណ៍របស់ខ្លួនកុំឲ្យតក់ស្លុតនឹងការប្រែប្រួលក្នុងរយៈពេលខ្លីមួយណាឲ្យសោះកុំងាករេតាមគេហើយកុំបាក់ស្បាតពេលបរាជ័យរៀបយុទ្ធសាស្ត្រដើរទៅមុខបន្តទៀត